Hello គ្នាយើងជួបមួយខ្ញុំម្ដងទៀតហើយហើយថ្ងៃហ្នឹងដែរខ្ញុំប្រាប់គ្នាយើងពីកីឡាករ POT ដែលល្អដែលគ្នាយើងគួរតែលេងយកខ្ញុំនិយាយថាលេងយកហ្នឹងមិនមែនគេឲ្យឆ្លាច់ទេគ្នាយើងតែបើថាគ្នាយើងមានកាក់តិចតួចបើគ្នាយើងឆ្លាញ់យើងអាចបើកយកបានអីចឹងហើយកីឡាករទី1យ៉ាម៉ាល់នេះយើងយ៉ាម៉ាល់នេះខ្ញុំគិតថា play style គាត់ល្អគ្នាយើង playmaker អត់ងាយមានទេសម្រាប់យ៉ាម៉ាល់ហើយសម្រាប់យ៉ាម៉ាល់នេះគឺ speed ក៏លឿនដែរគ្នាយើងគិតថា8 លើ 10 យ៉ាម៉ាល់នេះគឺល្អយើងនិយាយទៅយ៉ាម៉ាល់លេងបានតែស្លាប់ទេសម្រាប់យ៉ាម៉ាល់នេះគ្នាយើងហើយចូលដល់កីឡាករបន្ទាប់ Vini Junior គឺ play style Go Patcher គឺល្អខ្លាំងមែនទែនសម្រាប់ play style ប្រយុទ្ធនិយាយទៅខ្ញុំចង់បានជាងគេ Vini Junior នេះគ្នាយើងតែថាកីឡាករខ្ញុំទាំងអស់អត់ទាន់មានទេ Vini ចឹងខ្ញុំចង់បានមែនទែនហើយ Vini នេះបានមកចប់ហើយយើង speed ក៏លឿនទៀត speed ដាក់ចូលទៅ93លឿនអស់ស្ទះនេះយើងចាប់បានអត់ខំណោហើយកាត Vini នេះហើយសម្រាប់កាត Dembele នេះគឺជាកាតដែលខ្ញុំស្អប់ខ្លាំងជាងគេនេះយើងស្អប់ play style ខ្លាំងមែនទែនខ្ញុំមានហើយនេះយើងកាត Dembele នេះតែខ្ញុំអត់ដាក់លេងទេព្រោះអី play style អាក្រក់មើលខ្លាំងមែនទែនតែសម្រាប់ speed អីក៏ល្មមលេងដែរនេះយើងតែចំណុចល្អរបស់កាត Dembele នេះគឺរឹងខ្លាំងមែនទែនខ្សែការពារបុកមើមអត់ដួលទេនេះយើងហើយចូលដល់កីឡាករបន្ទាប់គឺ Rafinha នេះយើង Rafinha នេះខ្ញុំគាត់នឹងឃើញ play style មកអស់អារម្មណ៍មកនេះយើង play style ហ្នឹងគឺអត់ពេញនិយមសោះបណ្ដោយនេះយើង play style សម្រាប់លេងស្លាប់និយាយថាការ Rafinha នេះបានតែស្លាប់ទេនេះយើងហើយដល់ Clan Rai កីឡាករដែលកំពុងលេចធ្លោបច្ចុប្បន្នហើយ play style គាត់មានតែមួយនេះយើងកាតណាចេញមកក៏អញ្ចឹងដែរបុកទូបងឡើងចុះហើយដាក់ Clan Rai នេះបានមកចប់នេះយើងទាំងលើទាំងក្រោមចុះឡើងនិយាយទៅល្អដែល Clan Rai នេះបើគ្នាយើងស្ទើរ CMS DMS អីត្រូវហើយលេងបានហើយចូលកីឡាករបន្ទាត់ Kvarat Khelia កីឡាករនេះមកស្អីចេះអានឈ្មោះនេះយើងឈ្មោះដូចប្រវត្តិអានវិញនិយាយទៅកីឡាករនេះក៏ខ្ញុំមានដែរនេះចឹងតែខ្ញុំអត់ស្អីដាក់លេងទេព្រោះ play style អត់ត្រូវនឹងខ្ញុំទេខ្ញុំអត់ចូលចិត្តទេតែបើថាមើល rating មើលអីគាត់ទៅគឺតំណងនេះយើងស្ថិតិគាត់ណាគឺល្មមលេងមែនតើហើយ speed គាត់ក៏ល្មមលេងដែរយើងដាក់ទៅ92រត់ដាច់ជើងចោលហ្នឹងហើយចាប់ទីច្បាស់យើងកាតហ្នឹងហើយចូលដល់កីឡាករបន្ទាប់នេះយើងកោតัวយើងនេះយើងកីឡាករត្រីចាស់ហើយយើងអត់ទាន់មានអីចាប់យកហើយនេះយើងព្រោះគាត់អាយុ33ហើយឡើយតិចទៀតអាចនឹងគាត់ចូលនិវត្តន៍ហើយលែងឃើញគាត់លេងអញ្ចឹងគឺយើងអាចមើលគាត់បានហើយល្អសម្រាប់កោតัวនេះគឺយើងកីឡាករកម្ពស់2ម៉ែត្រហើយចូលដល់កីឡាករមួយទៀតគឺ Arda Güler នេះចឹង playmaker ដែរតែនិយាយទៅគេអត់ពេញនិយមលេងគាត់ទេព្រោះក្នុងហ្គេមដូចគាត់លេងអត់កើតហ្មងនេះចឹងនិយាយមែនតើហើយខ្ញុំក៏ធ្លាប់ដាក់គាត់លេងដែរនេះចឹងតែលេងអត់កើតគាត់មានអារម្មណ៍ថាជ្រាយខ្លាំងមែនទែន Arda Güler នេះចូលដល់កីឡាករដែលខ្ញុំចង់បានបន្ទាប់ទៀតនេះចឹងKai Havertz ទាំង play style ទាំងអីមកឆ្ងាញ់ហ្មងនេះយើងទាំងកម្ពស់ទាំងអីខ្ញុំចង់បានមែនទែននិយាយទៅដាក់លេងអីឆ្ងាញ់ណាស់គ្នាយើងអើយពិតពាំងអីរឹងខ្លាំងហើយយើង speed ក៏ល្មមលេងដែរសម្រាប់ MS Kai Havertz នេះរឹងខ្លាំងមែនទែនហើយសម្រាប់កីឡាករបន្តគឺOB Arnold នេះយើង Arnold Real Madrid Arnold គាត់តាំងពីចូល Real Madrid មកគាត់អត់ទៅលេចធ្លោខ្លាំងទេនេះយើងគាត់លេងអត់ទៅបានល្អទេហើយសម្រាប់កាតនេះវិញគឺល្អយើងអាចយក cross បានណាកាតនេះយើង cross ដល់ស្អាត 100% ហើយ speed ក៏អែមដែរយើងសម្រាប់ខ្សែការពារ speed 91ដាក់ចូលទៅឡើងចុះមកអែមនេះយើងហើយចូលដល់កីឡាករបន្ទាប់ David Raya នេះយើងនិយាយទៅខ្ញុំអត់ recommend ឲ្យគ្នាយើងយកទេព្រោះគាត់នៅក្មេងគាត់អាចមានកាបចាញ់ច្រើនទៀតខ្ញុំ recommend ជាងគេគឺកោតัวនេះចឹងតែអ្នកចាំទីនិយាយទៅ David Raya នេះល្អនេះចឹងតែអាចយកពេលក្រោយបានហើយកីឡាករបន្ទាប់ Marquinhos នេះចឹង build up Marquinhos ខ្ញុំអត់សូវចង់បានទេចឹងថាគាត់រៀងទូចពិតពាំងគេអត់សូវបានទេហើយចូលដល់កីឡាករបន្ទាប់គឺ
សាប៊ីសាវីស៊ីម៉ុនគេយើងអានច្រឡំឯណានេះល្អនេះយើង play style whole player សម្រាប់ MS គឺ AM ខ្លាំងហើយនឹង playmaker ពីរហ្នឹងល្អខ្លាំងហើយមកមើល stat របស់គាត់ល្អនេះយើងមកល្មមលេងដែរតែគាត់ស្ទើរប៉ះបន្តិច MS ស្ទើរប៉ះយ៉ាងវាក់លេងដែរនេះយើងហើយវាចាប់ទី8ដាក់ទៅ83ក៏ស្ទើរដែរ speed ល្មមលេងដែរ speed ប៉ុណ្ណឹងនេះយើងសម្រាប់ MS ហើយ super slide នេះល្អយើង super slide លេងបានច្រើនរោមែនតើហើយកាតនេះខ្ញុំមានដែរយើង play style របស់ទីបកនេះបើគ្នាយើងដាក់លេង CMS ល្អខ្លាំង super slide នេះព្រោះ speed លឿនហ្នឹងតែកម្រមានណាកីឡាករ CMS ដែលមាន speed លឿនណាហើយកីឡាករបន្ទាប់ OB របស់ប៉ារីសទៀតហើយនេះយើងកីឡាករដែលមានល្បឿនលឿន Hakimi តែការពារតែ speed អស់តោះនេះយើងការពារស្លាប់ពីច្រើនលឿនណាមានណាយើងនេះ speed 91ដាក់ចូល94រើណាទេ POT ហើយឥឡូវយើងចូលកីឡាករបន្តទៀត CB របស់បាសេនេះយើងគូបាស៊ីអត់ទៅតំណងលេងបានទេខ្ញុំមានដែរមានច្រើនកាតណាគូបាស៊ីនេះតែលេងដូចជាអត់ទៅល្អយើងការពារដូចស្មឿកនិយាយទៅអត់ការទេលេងហើយជូលៀនអូរ៉េសនេះពិសេសហ្នឹងយើងអើយគោផាត់ឈើអត់ងាយមានទេសម្រាប់ជូលៀនអូរ៉េសនិយាយទៅខ្ញុំក៏ចង់បានដែរជូលៀននេះអែមខ្លាំងណាស់គ្នាយើងទាំង speed ទាំងការចាប់ទីអីមកល្មមលេង POT បានប៉ុណ្ណឹងមកញាក់សាច់ហ្នឹងគ្នាយើងហើយកីឡាករបន្ទាប់វ៉ាវ៉ាដេយើងវ៉ាវ៉ាដេឥឡូវដូចជាចាញ់ពីរៀលម៉ាឌ្រីតបាត់ហើយគ្នាយើងតែគាត់នៅមានកាតចាញ់ទៀតនេះ whole player ទាំងពីការពារស្លាប់រហូតដល់លើគាត់លេងបានទាំងអស់វ៉ាវ៉ាដេនិយាយទៅកាតនេះកាតចុងក្រោយគាត់ហើយនេះយើងអាចយកគាត់បានដោយសារកាតគាត់រៀលម៉ាឌ្រីតនៅរៀលម៉ាឌ្រីតកាតចុងក្រោយបញ្ចប់ទីសាហាវទៀតនេះយើង86ដាក់ចូល89ចប់ទីសាហាវទៀតណា the best ហ្មងហើយយើងអើយកាតវ៉ាវ៉ាដេនេះគឺយើងអាចមើលបានកាតរៀលម៉ាឌ្រីតកាតចុងក្រោយហើយខ្ញុំមើលប៉ុណ្្នឹងទេនេះយើងហើយកីឡាករក្រុមក្រោមនេះស្ទើរមិនបាច់ចង់បានទេអាក្រោមនេះចាប់ពីហ្នឹងទៅមិនបាច់មើលតែធំលើដែលខ្ញុំនិយាយទៅបានហ្នឹងនេះយើង